ឆ្នាំរោងនៅក្នុងឆ្នាំ2026នេះគេថាគឺជាវេលាដែលយើងអាចដោះស្រាយបញ្ហារឿងផ្សេងៗដែលជាប់ជាពាក់វគ្គវិនជាមួយនឹងរឿងរ៉ាវដែលនៅសល់វិញមិនដែលសល់ពីឆ្នាំទៅឆ្នាំទៅមួយអីចឹងណាគឺបានន័យថាបែបណាចឹងឆ្នាំនេះគេថាគឺជាវេលាបើគេនិយាយពីរឿងជាប់បដាសាវិញយើងពាក្យថានិយាយថាជាប់បដាសាវិញបានន័យពេលចូលដល់ឆ្នាំមមីនឹងបានគួរពីសំណាញ់មេឃដីឬក៏ពីការដាក់បដាសានៃមេឃដីស្អីទៅហៅថាដាក់បដាសាមេឃដីឬក៏សំណាញ់មេឃដីអានេះគឺជាពាក្យនៅក្នុងការហ៊ានតែគាត់បញ្យល់ថាឲ្យខ្លីបានន័យថាយើងជាប់នឹងស្មុគស្មាញនៅក្នុងជីវិតយើងណាយើងជាប់ពីពេលណាមកមានរឿងច្រើនដែលទទួលខុសត្រូវដោះស្រាយអត់បានឃ្លៀឱកាសអញ្ចឹងនៅក្នុងឆ្នាំ2026ហ្នឹងគឺជាឱកាសដែលយើងអាចឃ្លៀរាល់បញ្ហាបែបឬក៏ចាប់ដើមនឹងធូរស្រាលអត់សូវស្មុគស្មាញអញ្ចឹងដូចគ្នាបងប្អូនកលេចត្រឡប់ទៅវិញយើងទៅមើលកាលពីឆ្នាំរោង2024មែនទេឆ្នាំរោងយើងទាំងអស់គ្នាមានអារម្មណ៍ថាខ្លួនយើងស្មុគស្មាញមែនទេ stress កើតរឿងច្រើនគាត់អីអត់ចេញហើយបងប្អូនមានសង្កេតនៅឃើញនៅក្នុងឆ្នាំរោងមានមនុស្សស្លាប់ខ្លួនច្រើនដោយសារ depression ឬមួយក៏គេនិយាយថាយើងដូចជាប់ខ្លួននៅក្នុងប្លុកមួយឬសំណាញ់មួយអញ្ចឹងគឺបែបណាហើយជាឆ្នាំដែលមានបញ្ហាស្មុគស្មាញវិញគាត់ឆ្នាំរោងក៏គឺជាឆ្នាំបងប្អូនthấyយើងចាក់រោងគឺតំណាងឲ្យបើយើងនិយាយពីបុគ្គលវិញគឺបានន័យថាថ្នាក់ដឹកនាំធំអ្នកដែលមានតំណែងទូនាទីខ្ពស់ជាមន្ត្រីរាជការថ្នាក់ដឹកនាំធំដូចជានាយករដ្ឋមន្ត្រីឬក៏គាត់ធ្វើការងារដែលតាក់ទងនឹងតំណែងទូនាទីគឺរោងគឺតំណាងបាត់ណាស់ដូចស្ដេចអញ្ចឹងណាអញ្ចឹងនៅក្នុងឆ្នាំរោងកន្លងមកបងប្អូនសាច់តាមដានត្រឡប់ទៅវិញយើងនឹងរកឃើញថានៅក្នុងឆ្នាំរោងមានការឡើងតំណែងឡើងតំណែងឡើងកាន់តំណែងថ្មីឡើងនាយករដ្ឋមន្ត្រីថ្មីច្រើនក្នុងឆ្នាំហ្នឹងហើយឆ្នាំហ្នឹងក៏ជប់កាំងច្រើនណាស់គឺតើតើនឹងអចលនទ្រព្យគឺផ្លូវច្បាប់ផ្សេងសេដ្ឋកិច្ចហ្នឹងក៏ច្រើនគឺបានន័យថាតើតើនឹងមន្ត្រីធំដែលត្រូវចែងច្បាប់ថ្មីឬត្រូវដោះស្រាយរឿងអីផ្សេងគឺនៅរោងគឺបែបហ្នឹងអញ្ចឹងបើយើងនិយាយពីអ្នកដែលកើតឆ្នាំរោងវិញនៅក្នុងឆ្នាំ2026អញ្ចឹងរឿងអីដែរដែលគាត់ជាប់ពាក់ព័ន្ធគាត់បានអស់ស្រាយបានធូរអូខេគឺបែបហ្នឹងណាប៉ុន្តែយ៉ាងណាគេខំចាត់យើងថានៅក្នុងឆ្នាំ2026ណាជាពិសេសអ្នកដែលយើងឆ្នាំរោងហើយយើងមានតំណែងទូនាទីធំជាថ្នាក់ដឹកនាំឬក៏យើងមានកិត្តិយសល្បីល្បាញអីហ្នឹងណាយើងនៅក្នុងឆ្នាំ2026នេះបានន័យថាយើងអាចបង្ហាញពីទេពកោសល្យយើងបានចឹងយើងកាន់តែល្បីឬក៏កាន់តែល្អប្រសើរជាងរាល់ថ្ងៃដែលយើងកំពុងតែកាន់កាប់នោះទៀតតែអីដែលអត់ល្អគឺយើងអាចទទួលគ្រោះថ្នាក់ភ្លាមចែកដល់បានឬក៏យើងជួបគ្រឿងស្មានអត់ដល់ភ្លាមហ្នឹងក៏មានដែរបានន័យថាអត់គម្រោងទុកអានេះដែលយើងត្រូវប្រយ័ត្នមួយទៀតក៏តកតងទៅនឹងទ្រព្យសម្បត្តិអាចនឹងមានក្តីក្តាំងឬក៏មានរឿងអីផ្សេងៗដែលយើងត្រូវតកតងនឹងទ្រព្យសម្បត្តិណាចឹងយ៉ាងណានៅក្នុងឆ្នាំរោងសំដៅនៅក្នុងឆ្នាំ2026ដែលយើងកើតឆ្នាំរោងយើងត្រូវប្រយ័ត្នទៅលើការសរសេរក្តារស្នាមឬក៏គឺអីផ្សេងដែរហើយតែតើទ្រព្យសម្បត្តិណាកុំឲ្យគេខ្ចីលុយកុំឲ្យគេទៅនឹងល្អយើងអាចនឹងអត់មានបញ្ហាចំនួនឬក៏រឿងអីផ្សេងៗដោយសារទ្រព្យសម្បត្តិមែនអញ្ចឹងណាព្រោះអីឆ្នាំរោងនៅក្នុងឆ្នាំ2026នេះយើងងាយនឹងជួបគ្រឿងចោលប្លន់ឬក៏ចារកម្មផ្សេងឬក៏ការខាត់បងលុយកាក់ជាពិសេសគឺបងប្អូនសេកុំយកកបោកុំកសិករនេះខ្លាចចោលឆក់ណាគឺបែបហ្នឹងចឹងគេបញ្យល់យើងថានៅក្នុងខែណាដែលយើងអាចដើរបានច្រើនយើងមានការនេះថាយើងបានធ្វើដំណើរច្រើនណាស់ទៅចេញប្រជុំឬក៏ទទួលខុសត្រូវច្រើនជាងមុនសង្គមវិញហ្នឹងគឺនៅក្នុងខែកុម្ភៈជំនួយខែមិថុនាខែហ្នឹងណាតែនឹងចឹងអីដែរត្រូវប្រយ័ត្នគឺទីមួយតាក់ទងក្តារស្នាមជាមួយទ្រព្យសម្បត្តិជាមួយនឹងការពាក់យួរកាន់ទ្រព្យសម្បត្តិអញ្ចឹងយើងត្រូវចាក់សោតែសោឡើងសោឲ្យគាត់មកតិចព្រោះឆ្នាំហ្នឹងរោងគេថា2026យើងងាយជួបនឹងការបង្ខាតទ្រព្យសម្បត្តិដែលការឆក់លួចប្លន់ឬក៏បោកផ្ទះបាទអញ្ចឹងណាអូខេតែប៉ុណ្្នឹងចាស់អញ្ចឹងយើងយ៉ាងពីអ្នកកើតនៅក្នុងឆ្នាំរោងសួរថាពណ៌អីដែលល្អស្មែចឹងអ្នកកើតឆ្នាំរោងពណ៌ដែលល្អលោកអសពណ៌មានពណ៌ខៀវនិងពណ៌ខ្មៅប៉ុណ្ណឹងណា